បាទសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនទាក់ទងនឹងការធ្វើទឹកអប់សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនឬក៏យកទៅលក់បន្តអញ្ចឹងណាបាទគាត់ថាពេលយើងលក់បន្តយើងត្រូវការប្រើឧបករណ៍ច្រើនជាពិសេសដបថ្លៃមួយដបមួយតម្លៃ$2ឬបាទវាថ្លៃបាទក្នុងការប្រើប្រាស់ហើយដោយឡែកទាក់ទងទៅនឹងការផ្សំគឺស្រួលទេបាទគឺគ្រាន់តែមានអាល់កុលបាទប៉ុន្តែអាល់កុលគឺអាល់កុលសម្រាប់ចង់និយាយថាប្រភេទសម្រាប់លាយជាមួយទឹកអប់មិនមែនអាល់កុលលាងដៃទេអញ្ចឹងណាហើយបច្ចុប្បន្នទីផ្សារតម្លៃ1លីត្រហ្នឹងចំនួនតម្លៃ$5អញ្ចឹងណាដោយឡែកទាក់ទងនឹងក្លិនថ្លៃអញ្ចឹងណាក្លិន1លីត្រគឺថោកបំផុតហ្នឹងចូល$50ឡើងទៅហើយអញ្ចឹងណាបាទហើយថ្ងៃនេះខ្ញុំចង់បង្ហាញទាក់ទងនឹងការលាយបាទហើយលាយហើយថ្ងៃនេះខ្ញុំមានមេក្លិនបាទមេក្លិនហ្នឹងគឺចំណុះ100មីលីលីត្របាទ100មីលីលីត្រហើយខ្ញុំប្រើអាល់កុលចំនួន150មីលីលីត្របាទអញ្ចឹងវាអាចកាន់ក្លិនរហូតដល់6ទៅ12ម៉ោងដែរបាទអញ្ចឹងអ្វីដែលយើងទៅធ្វើងាយបាទជាងតមកនេះជាអាល់កុលសម្រាប់លាយទឹកអប់តមកយើងដាក់មេក្លិនមកបាទមេក្លិនយើងដាក់លីចាក់ចូលមកបាទចាក់ចូលមកហើយយើងកូរសពមកបាទវាតែងាយទេបាទអ្នកខ្លះបាទតែទៅតងការចាក់ដោយសារមានយីឡាវពីធម្មតាដោយសារខ្ញុំបានយកឧបករណ៍គ្រប់គ្រាន់នេះបើយើងមានតែត្រឹមតែសេរ៉ូមែនចង់និយាយថានេះចាក់ថ្នាំមកចូលចាក់ថ្នាំចេះតែស្រាងមកយើងក៏បឺតមកចាក់ចូលបាទអញ្ចឹងនេះអាចពេលខ្ញុំចាក់ចូលមកអាចពុបបន្តិចបាទអញ្ចឹងវាក្លិនក្រអូបបាទដែរតែមាត់វាទូចអញ្ចឹងណាបាទចូលខ្ញុំចាក់ចូលអាចពុបឲ្យមើលទៅអូបាត់ហើយអត់អីទេបាទពុបតិចតួចទេបាទអញ្ចឹងមកយើងបិទមកជាងប៉ុណ្នេះយើងប្រើដោយសារខ្ញុំមាននេះវាស្រាប់ចឹងទៅយើងបាញ់មកបាទបាញ់កបោបាទអូក្លិនក្អូបាទនេះបាញ់បានក្លិនក្អូបាទបងប្អូនអាចទៅរៀនធ្វើខ្លួនឯងនៅផ្ទះទៅបាទអរគុណច្រើនបាទ